រោងចក្រនៅថៃគេអត់ដែលបង្ហាញសារភាពសមឲ្យយើងឃើញអញ្ចឹងទេណាចាគឺគេលាក់រូបមន្តគេខ្លាំងណាស់តែរោងចក្រក្នុងស្រុកខ្មែរគឺអត់ទេបង្ហាញច្បាស់ហើយហើយនៅមានអ្នកគិតថាអត់ជឿថាផលិតនៅខ្មែរទេអ្នកខ្លះក៏គិតថាអូជួលរោងចក្រសម្ដែងអ្នកខ្លះក៏អូសាច់ថ្នាំយកពីគេទៅយកបៀកច្រកអូយសពគ្រប់ងាប់ហើយណាងាប់ហើយខាងរោងចក្រខំបង្កើតរូបមន្តខ្លួនឯងចង់បញ្ជាក់ជូនថាផលិតនៅខ្មែរនេះអត់បានយករូបមន្តគេមកធ្វើទេរូបមន្តបង្កើតឡើងដោយខ្លួនឯងសារធាតុផ្សំដាក់ច្រើនជាងមុនទៀតនៅតែគប់ចិត្តមិនត្រូវទៀតមិនដឹងថាបងប្អូនចង់បានអីណាគឺខ្ញុំនៅតែប្រើពាក្យដដែលថាសពគិតជឿថាខ្មែរគ្មានសមត្ថភាពធ្វើបានក៏មិនជឿថាខ្មែរធ្វើបានដែរអញ្ចឹងខ្ញុំចង់សួរថាជាក់ស្ដែងបងប្អូនចង់ឲ្យខ្មែរខ្លាំងឬក៏មិនចង់ឲ្យខ្មែរងើបរួចទេនៅតែខ្សោយអញ្ចឹងរហូតមែនចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានបញ្ហាមាត់ធ្មេញមិនថារលាកចាញ់ធ្មេញរាក់ស៊ីធ្មេញឈាមតាមជើងធ្មេញពុកធ្មេញស្រាវធ្មេញឈឺធ្មេញហាមតាមជើងធ្មេញកំណត់កំណត់កាហ្វេតាមបរិយជាពិសេសគឺបញ្ហាក្លិនមាត់ស្អុយអាចធ្វើការជ្រើសរើសប្រើប្រាស់ជាផលិតផលថ្នាំអត់ធ្មេញអសុបរានខ្មែរបបោរបស់យើងបានថ្នាំអត់ធ្មេញអសុបរានខ្មែរបបោជាថ្នាំអត់ធ្មេញប្រភេទក្លដំបងគេនៅកម្ពុជាតាំងពីឆ្នាំ2017គ្រាន់តែពីមុនគឺឈ្មោះថ្នាំអត់ធ្មេញបាច់ផូខាផលិតនៅក្នុងប្រទេសថៃបច្ចុប្បន្នខាងក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូររោងចក្រមកផលិតនៅក្នុងប្រទេសកម្ពុជារបស់យើងវិញប្រូឈ្មោះទៅជាថ្នាំអត់ធ្មេញអសុបរានខ្មែរបបោបរិមាណប្រើប្រាស់ប៉ុនគ្រាប់សណ្ដែកដដែល